ចឹងយើងអត់ភ័យខ្លាចបាត់ដ្រូនទេហើយខ្ញុំចង់បញ្ជាក់បងប្អូនតិចសម្រាប់ការបង្ហោះហ្នឹង GPS យើងត្រូវការបង្ហោះឲ្យវាខ្ពស់វារៀងឆ្ងាយហើយខ្ពស់បានវាត្រឡប់មកវិញបានបើមិនជាបងប្អូនបង្ហោះឆ្ងាយដែរប៉ុន្តែយើងបង្ហោះទាបយើងដាក់ត្រឹមតែ10ម៉ែត្រ5ម៉ែត្រឬ10ម៉ែត្រអីវាអត់មកវិញទេ GPS ហ្នឹងវាត្រូវការទាមទារទីដែលមានទីខ្ពស់20 30ម៉ែត្រអីទៅបងប្អូនបង្ហោះវាឲ្យខ្ពស់ទៅហើយយើងត្រឡប់វាមកវិញយើងចុចវាត្រឡប់មកបានក៏បានយើងចុចប៊ូតុងចុចតេឡេបញ្ជាហ្នឹងបិទវិញក៏បានដែរយើងចុចយកល្អយើងចុចតេឡេបិទទៅចុចតេឡេបិទវាត្រឡប់មកវិញហើយនេះឥឡូវខ្ញុំចាប់ដើមចុចបិទណាអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាដ្រូនហ្នឹងវាត្រឡប់មកវិញដែរអត់តេឡេហ្នឹងគឺខ្ញុំចុចបិទតែម្ដងអត់បញ្ជាវាទៀតទេហើយណាខ្ញុំបញ្ជាវាមានន័យថាយើងអត់ផ្ដាច់តេឡេទេយើងបញ្ជាឲ្យមកខ្លួនឯងនេះអត់ទេយើងផ្ដាច់តេឡេចោលដើម្បីវាត្រឡប់មកខ្លួនវាតែម្ដងអាហ្នឹងក្នុងពេលខ្លះយើងបង្ហោះវាទៅឆ្ងាយទៅយើងមិនដឹងថាវានៅត្រង់ណាយើងមើលវាអត់ឃើញយើងចង់បញ្ជាវាមកវិញបញ្ជាវាអត់បានអញ្ចឹងយើងបិទតេឡេចោលទៅចាំមើលវាមកខ្លួនឯងហ្មងអាហ្នឹងយើងមិនបាច់ភ័យខ្លាចបាត់ដ្រូននេះបងប្អូនមើលឡើងចុចបិទចុចបិទតេឡេហើយឥឡូវបិទហើយខ្ញុំយកតេឡេហ្នឹងទុកមកដោយឡែកសិនយើងចាំមើលទាំងអស់គ្នាអញ្ចឹងយើងមើលដ្រូនទាំងអស់គ្នាបើបងប្អូនឃើញទេដ្រូនហ្នឹងហើយវាមកនៅឥឡូវនេះតេឡេខ្ញុំដាក់នេះហ្មងបងប្អូនមើលខ្ញុំអត់បញ្ជាទេខ្ញុំបិទចោលហើយយើងមើលដ្រូនទាំងអស់គ្នាបងឃើញទេដ្រូនណាទូចយើងមើលសឹងតែអត់ឃើញតិចទៀតវាមកហើយឥឡូវយើងមើលទាំងអស់គ្នានេះវាមកដល់នំនេះហើយបងប្អូននេះឥឡូវយើងឃើញណាវាមកដល់នឹងវិញហើយវាមកវិញហើយឥឡូវយើងចាំមើលទាំងអស់គ្នាវានឹងចុះមកក្រោមលើខ្លួនឯងហ្មងគឺយើងអត់ចាំបាច់បញ្ជាចាំបាច់អីទេហើយវារទីតាំងចុះខ្លួនវាហ្មងហើយវាចុះមិនមែនថាតាណាទៅនឹងឯងវាខុសគ្នាប្រហែលជា1ម៉ែត្រ1ម៉ែត្រកន្លះតែប៉ុណ្្នឹងឯងវាអត់ខុសគ្នាឆ្ងាយទេអញ្ចឹងឥឡូវខ្ញុំចាំត្រវាដោយសារនៅកន្លែងនេះវាខ្សាច់បងប្អូនអញ្ចឹងវាចុះមកអាចកាត់មួយខ្សាច់អាចអីអញ្ចឹងខ្ញុំមិនឲ្យវាចុះខ្លួនឯងទេពេលវាចុះមកដល់ទៀតខ្ញុំចាប់វាទុកហ្មងមិនបាច់ឲ្យវាចុះទៅដល់ដីខ្សាច់ហ្មងឯងខ្ញុំត្រវាចាប់វាទុក